បាទទូទាំងនិកជនទីរាប់អានវគ្គនេះជាវគ្គជួបតាមខ្សែទូរស័ព្ទជាមួយនឹងភ្នាក់ងារតាមខេត្តហើយជាបឋមនេះជួបជាមួយនឹងលោកពិសិដ្ឋប្រចាំនៅខេត្តព្រៃវែងហើយប្រគល់នីតិនេះដល់លោកបត្រាសូមអញ្ជើញបាទសូមអរគុណលោករតបាទជម្រាបសួរលោកពិសិដ្ឋបាទសូមជម្រាបសួរលោកបត្រាព្រមទាំងលោករតផងដែរបាទវេលាថ្មនេះពីព្រៃវែងមកមានរឿងរ៉ាវអីជម្រាបជូនដល់ទូរទស្សនិកជនដែលលោកកំពុងនឹងតាមដានទស្សនាសូមអញ្ជើញបាទតនេះខ្ញុំមានព័ត៌មានមួយបាទតទៅទៅនឹងសកម្មភាពវាកັບប្រហារគ្នានៅក្នុងចំណុចភូមិ6ឃុំព្រំបទនៅឃុំព្រៃខ្សែខនៅឃុំអ្នកលឿងបាទបណ្ដាលឲ្យបរិសម្នាក់បានស្លាប់បរិសម្នាក់ទៀតរងរបួសធ្ងន់មកជួនទៅមន្ទីរពេទ្យនិងធ្វើការចាប់ឃាត់ខ្លួនចំនួន5នាក់ផងដែរបាទសូមជួយលម្អិតរឿងរ៉ាវហេតុផលវារបៀបម៉េចបាទបានឈានដល់ការស្លាប់និងប្រើហិង្សាបែបហ្នឹងបាទចំពោះរឿងរ៉ាវនៃហេតុផលនេះគឺវាយើងទទួលបាននៅព័ត៌មានពីរប្រភពគឺភាគីអ្នកខាងដែលត្រូវបានចាប់ខ្លួននិងភាគីជនរងគ្រោះហើយបើតាមការអានរបស់ក្រុមទាំង5នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនគេលើកឡើងថាពលហើយគឺបង្កឡើងដោយជនរងគ្រោះឈ្មោះសេងរ៉ូធីអាយុ30ឆ្នាំដែលមានទីលំនៅក្បែរកន្លែងកាប់ផែននោះគឺគណៈពេលដែលពួកគេកំពុងតែផឹកស៊ីជនរងគ្រោះបានដើរទៅទិញបារីនៅតូបដែលពួកគេកំពុងផឹកស៊ីហ្នឹងហើយពេលដែលទិញបារីហើយក៏ឆ្លោះររឿងក្រុមអ្នកផឹកហ្នឹងហើយក៏ស្ទុះទៅវាយជនបរមម្នាក់ឈ្មោះវិរៈដែនដែលជាកូនរបស់លោកមេភូមិដែលកំពុងតែផឹកស៊ីនៅក្នុងពួកផឹកនោះហើយក៏ទើបក៏មានការបតបគ្នាក្រុមអ្នកផឹកនោះក៏ព្រួតគ្នាវាយជនរងគ្រោះនោះតែម្ដងហើយក៏រត់បែកវាយទៅដល់ផ្ទះទៀតតែមានតែបំណងក៏បាត់នឹងវាយរហូតដល់សន្លប់ទៅនឹងកន្លែងក៏ពួកគេក៏ត្រឡប់មកផ្ទះវិញទៅកន្លែងប្រភពព័ត៌មានដែលយើងទទួលបានពីសាកសីជាជនប្រជាពលរដ្ឋដែលស្ដាប់ព្រមតាមប្រពន្ធជនរងគ្រោះផងបានបញ្ជាក់ថាមុនពេលការហែកនឹងប្តីរបស់គាត់បានដើរទៅទិញបារីនៅកន្លែងតូបដែលពួកគេកំពុងផាក់ស៊ីមែនតែពេលដែលទិញបារីបាននោះហើយនឹងឈ្មោះវិរៈដែនហ្នឹងក៏បានសុំបារីពួកប្តីរបស់ខ្លួនជួបតែដល់ពេលជនរងគ្រោះមិនអោយក៏កើតមានតែជាចំនួនឌឺដងពាក្យសម្ដីហើយឈ្មោះវិរៈដែននោះបានស្ទុះចាញ់មកវាក់ដល់ជនរងគ្រោះមកដៃចំផ្នែកហើយបន្ទាប់ទៅជនរងគ្រោះមានបំណងចង់តដៃវិញក៏ទៅតែបាក់ពួកគេ5-6នាក់ហ្នឹងមានទាំងវៀតណាម5នាក់និងខ្មែរម្នាក់ហ្នឹងបានស្ទុះមកវាយជនរងគ្រោះដែលជាជនជាតិខ្មែរវាយឡើងទ្រោមខ្លួនរហូតដល់ជនរងគ្រោះរត់គេចមកដល់ផ្ទះហើយនៅតែតានោះរហូតដល់សន្លប់ទៅស្លាប់ក្នុងនៅផ្ទះទៀតហើយក្រោយមកពេលប្រជុំទៅដល់មន្ទីរពេទ្យក៏បានស្លាប់បាត់បង់ជីវិតតែម្ដងបាទចុះចម្លើយសារភាពរបស់ជនដៃដល់ថាតើរបៀបមិនខ្លះនៅពេលដែលសមត្ថកិច្ចលោកសួរចម្លើយបែបហ្នឹងបាទដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងគឺជនដៃដល់គេបានលើកឡើងពីលោកពិសិដ្ឋលើកឡើងពីហ្នឹងគឺមាន2ករណីដែលលោកពិសិដ្ឋលើកឡើងបាទលើកឡើងគឺលើកទី1គឺខាងចម្លើយដែលខាងជនដៃដល់ត្រូវបានចាប់ច្បាស់មួយហ្នឹងហ្មងស្រួលស្ដាប់បាទក៏បានគេបានថារឿងហេតុបង្កឡើងដោយជនរងគ្រោះហើយជាអ្នកទៅទិញបរិយហើយរករឿងហើយនៅស្ទុះទៅវាយគេមុនទៀតពេលពួកគេព្រួតគ្នាទិញវាយហើយនឹងទិញវាយមកដល់ផ្ទះតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាពេលតែបាញ់ជនរងគ្រោះមកដល់មុខផ្ទះវាយជនរងគ្រោះឡើងស្លាប់ទៅហើយទៅខាងក្រុមជនបង្កស្រែកថាចោលផ្លានដូច្នេះហើយស្រាប់តែមានជនជាតិវៀតណាមចេញមករក100នាក់មកចេញមកពីមានការប្រនងមានការក្បត់មកវាយបន្ថែមជនរងគ្រោះរហូតដល់បញ្ជូនដល់មន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិតតែម្ដងងុនបដៅដល់ឡែកជនរងម្នាក់ទៀតជនរងគ្រោះម្នាក់ទៀតដែលបញ្ជូនទៅវៀតណាមនោះឈ្មោះកវៀងយ៉ាងកែវបានក្នុងហេតុការណ៍នោះមានការបន្តគ្នាទៅរងរបួសខ្លួនតែក៏ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមភ្លាមតែម្ដងហើយពេលនេះកំពុងតែសង្គ្រោះនៅឡើយទេបាទប៉ុណ្ណឹងបានលោកវិសិដ្ឋរៀបរាប់ទៅវែងឆ្ងាយពេកអរគុណជម្រាបលាលោកវិសិដ្ឋសូមអរគុណសូមជម្រាបលាបាទអ្នកដែលស្រែកដោយមិនមានហេតុផលច្បាស់លាស់ថាគេចោលអាហ្នឹងវារឿងមួយដែលត្រូវសមត្ថកិច្ចលោកពិនិត្យបច្ច័យទៅឃើញតាមទោះទណ្ឌរបៀបម៉េចអាហ្នឹងទៅតាមឆន្ទៈសិទ្ធិរបស់តុលាការយើងខ្ញុំមិនអធិប្បាយឲ្យបានច្រើនទេទុកឲ្យសមត្ថកិច្ចជំនាញលោកអ្នកចាត់ចែងអរគុណឥឡូវនេះសូមភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនព្រោះថាខេត្តមួយចំនួនហ្នឹងខេត្តខ្លះ
ដូចជាតំបន់ភាគឦសានកំពង់រាបអីមានភ្លៀងធ្លាក់ហើយតំបន់ខាងវាលទំនាបជាកណ្ដាលភ្នំពេញឬក៏កំពង់ស្ពឺអីដូចជាអត់ទាន់មានភ្លៀងធ្លាក់ឡើយគាត់នៅមានទុំពីម្សិលមិញបាទហើយកន្លែងព្រឹកនេះនឹងសេចក្តីរាយការណ៍មកខេត្តមួយចំនួនដូចកំពង់ស្ពឺក្តៅបាត់ដំបងស្រឡះចាស់តែមកបាទដូចនៅម្សិលមួយថ្ងៃនេះនៅព្រះវិហារនិងបន្ទាយមានជ័យម្សិលមួយថ្ងៃគឺមានការបាក់ទំនប់ឲ្យលិចលង់ស្រូវបងប្អូនប្រជាពលរដ្ឋមួយចំនួនធំដែរអរគុណឥឡូវសូមភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារមួយរូបទៀតលោកភិរុនប្រចាំការនៅក្នុងខេត្តពោធិ៍សាត់សូមប្រគុណនីតិឆ្លើយឆ្លងជូនដល់លោករដ្ឋបាទសូមជឿបាទអរគុណច្រើនជំរាបសួរលោកភិរុនបាទជំរាបសួរលោករដ្ឋនិងលោកបត្រាបាទជំរាបសួរលោកខាងខេត្តពោធិ៍សាត់ព្រឹកហ្នឹងយ៉ាងម៉េចដែរលោកភិរុនអាកាសធាតុអីមានភ្លៀងមានផ្គរអីហើយនៅបាទបើនិយាយពីព្រឹកនេះគឺថ្ងៃតែងចាំងក្តៅតែម្ដងបាទនឹងកន្លះទេងហ្មងបាទឥឡូវថ្ងៃចាំងហើយរាយការណ៍វិញម្ដងមានរឿងអីដែរបាទសូមអញ្ជើញបាទដល់ព្រឹកនេះខ្ញុំនិយាយអំពីមន្ត្រីជាដូចបើកាប់បង្ក្រាបបាត់មើលនេសាទបាទគឺថាមន្ត្រីជានៅតំបន់ប្រើប្រាស់ច្រើនយ៉ាងក្នុងបឹងទន្លេសាបនៃរបស់ខេត្តពោធិ៍សាត់នោះគឺថាបានបើកការបង្ក្រាបបាត់ល្មើសនេសាទបាទស្របពេលដែលត្រីប្រភេទនឹងកំពុងដែលបាននឹងពងកូននៅក្នុងរដូវបិទនេសាទនេះបាទគឺថាប្រតិបត្តិការនេះគឺបានធ្វើឡើងរយៈពេល2ថ្ងៃបាទបន្តគ្នាបាទគឺលោករដ្ឋបាទរាពលគឺថ្ងៃទី6ទី7ខែនេះបាទនៅលើភូមិសាស្ត្រសុកណ្ដៀងនិងសុខប្រការបាទលោកភិរុនបាទមើលទៅដូចជាស្កេកស្កាសសម្បើមណាស់សមត្ថកិច្ចកន្លងមកមិនដែលចុះបង្ក្រាបសោះឬយ៉ាងម៉េចបាទសមត្ថកិច្ចលោកចុះបង្ក្រាបបន្តដែរប៉ុន្តែបទល្មើសហ្នឹងវានិយាយរួមដូចយកចោលអញ្ចឹងគេថាគាត់បង្ក្រាបម៉ាសាអញ្ចឹងទៅអស់មួយផ្លែតអញ្ចឹងទៅគាត់ឱកាសក្រោយពេលរដ្ឋកិច្ចយើងមកសម្រាប់វិញអញ្ចឹងទៅគាត់រៀបចំធ្វើវិញបាទហើយបើយើងមើលសាច់មុងសាច់អួននេះនេះសាច់ដូចជាថ្មីចាស់ហ្មងដូចជាទៅដាក់បាទបាទហើយតើការបង្ក្រាបហ្នឹងមានចាប់បានជនល្មើសអីមួយចំនួនដែរឬគ្រាន់តែបំផ្លាញចោលនៅសម្ភារៈទាំងហ្នឹងទេឬយ៉ាងម៉េចបាទហើយនិយាយទៅអត់ដែលចាប់បានទេបាទគឺឧបករណ៍ដែលគេយកទៅដាក់គេថាឧបករណ៍ចល័តហ្នឹងគឺថាគេធ្វើនៅក្នុងព្រៃហ្នឹងគឺគេធ្វើឲ្យគេមិនដែលនៅនឹងទីតាំងហ្នឹងទេបាទអញ្ចឹងមានន័យថាដាក់មួយថ្ងៃពីរថ្ងៃទៅទៀតគាត់ដែរបាទគឺថានៅពេលគេត្រូវទៅលើកយកព្រៃអាហ្នឹងបានគេទៅបានគេពលលើកគេឡប់មកវិញបាទលោកភិរុនមានអីបន្ថែមសូមអញ្ជើញបាទគឺសមត្ថកិច្ចយើងជាលទ្ធផលគឺថាសមត្ថកិច្ចបានបង្ក្រាបនៅរបាំងសាច់អួនចំនួន3ខ្សែបាទដែលមានប្រវែងជិត3000ម៉ែត្របាទហើយក្បាលបចំនួន3គ្រឿងហើយសាច់ដៃហ្នឹងចំនួនមួយប្រវែងប្រមាណជា50ម៉ែត្រហើយបង្គោល2500ដើមហើយនៅចំណុចនេះគឺនៅខាងភូមិសាស្ត្រទឹកដីសុខបតាននោះទេបាទនៅចំណុចរៀនអំបិលបាទក្នុងភូមិព្រែកបាទហើយភូមិមេទឹកស្រុកបកានបាទដល់ឡែកនៅខាងភូមិសាស្ត្រស្រុកកណ្ដៀងហ្នឹងវិញគឺសមត្ថកិច្ចគឺថាបានបង្ក្រាបរបាំងស្បៃមុងចំនួន3ខ្សែប្រវែង1500ម៉ែត្រហើយលូកងស្បៃមុងហ្នឹងចំនួន9គ្រឿងហើយរបាំងសាច់អួនមួយខ្សែប្រវែង450ម៉ែត្រក្នុងនោះបង្គោល1500ដើមនៅចំណុចភូមិព្រែកភូមិលង្ទើស្រុកកណ្ដៀងនេះហើយសមត្ថកិច្ចបានលែងកូនត្រីបាទកូនត្រីចម្រុះដែលទៅញាស់បានតែជាមួយទឹកទេហ្នឹងគឺថាបានលែងបានចំនួនជិត200គីឡូក្រាមផងដែរដែលឧបករណ៍ទាំងអស់នោះគឺថាសមត្ថកិច្ចគឺថាបានធ្វើការបង្ក្រាបនៅនឹងកន្លែងបំផ្លាញចោលនៅនឹងកន្លែងមួយចំនួនហើយមួយចំនួនទៀតយកមករក្សាទុកនៅស្នាក់ការបាទហើយជាមួយគ្នានោះផងដែរលោករិនកណ្ដាបាទដែលលោកជានាយកគ្រប់គ្រងតំបន់ប្រើប្រាស់ស្តើនបានបឹងទន្លេសាបខេត្តពោធិ៍សាត់ហ្នឹងតែលោកដឹកនាំផ្ទាល់សូមបង្ក្រាបហ្នឹងលោកបានអំពាវនាវផងដែរសូមអំពាវនាវដល់ប្រជាពលរដ្ឋហ្នឹងសូមមេត្តាកុំប្រើប្រាស់ឧបករណ៍នៃសត្វដែលល្មើសច្បាប់ធ្ងន់ធ្ងរដូចអាលូតដូចអារបាំងស្បៃមុងហ្នឹងប្រើប្រាស់ស្បៃមុងជាឧបករណ៍ចាប់ត្រីហ្នឹងបាទព្រោះវាចូលទាំងអស់បាទអាត្រីទៅទឹកញាស់អាត្រីធំត្រីតូចវាចូលក្នុងអាដែកឧបករណ៍ហ្នឹងទាំងអស់ហ្នឹងបាទអញ្ចឹងបាទលោកភិរុនតាមមើលទៅបើមិនយកយល់បាទមិនដល់ក្រាបឲ្យស៊ីជំរឿទេប្រហែលជាមិនអស់ទេបាទគាត់តែធ្វើចោលអញ្ចឹងបាទសូមអរគុណច្រើនបាទសូមជម្រាបលាបាទអរគុណបាទមិនទេបាទ
បាទលោកបត្រាយើងឃើញថាខេត្តណាក៏ដូចជាខេត្តណាដែរប្រក្រាបឈ្មោះតែប្រក្រាបហើយដូចជាអត់មានញិនសោះណា បាទចូលបើអាញាធរទៅបាត់ពួកគាត់មកដាក់លើសដើមទៀតហ្នឹងពិបាកដូចចកវែកទឹកហ្នឹងណា ទីបំផុតប្រជាពលរដ្ឋនៅទីហ្នឹងអត់ត្រីខ្លួនឯងដែរដោយសារតែគាត់ធ្វើអ្វីដែលខុសពីការហាមឃាត់របស់អាញាធរបាទយើងបញ្ចប់ប៉ុណ្ណឹងចុះឬក៏មានអីសម្រាប់ប៉ុណ្ណឹងសិនណាព្រោះទៅវែងឆ្ងាយពីអត់ទាន់ចាំវគ្គក្រោយបញ្ចប់រឿងរ៉ាវទាំងអស់ហ្មងបាទសូមសម្រាប់បន្តិចសិនលោកអ្នកបាទសូមវគ្គក្រោយនឹងជម្រាបជូនរឿងរ៉ាវលម្អិតថែមទៀត